បណ្ដាទាយកទាយការធ្វើដោយនាំជាវោទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំភាសាអស់វេលា3 ខែក្នុងអាវាសវត្តណាមួយហើយដើម្បីឲ្យលោកក្រាលគ្រងនោះហៅថាបុណ្យកឋិនឬយើងហៅថាកឋិនជីវោដូចជាជីវោទានទាំងពួងដែរតែមានឈ្មោះពិសេសប្លែកជាងទានដតីដែលយើងហៅថាកាលទានទី1ប្លែកដោយកាលព្រោះមានពុទ្ធានុញ្ញាតថាកឋិនកាលគឺមានតែ29ថ្ងៃគឺខែអាសត់14ថ្ងៃពីត្រឹម1រោចដល់14រោចខែដាច់ខែកដឹក15ថ្ងៃត្រឹម1កើតដល់15កើតរយៈកាលនេះពាក្យសាមញ្ញយើងហៅថារដូវកឋិនក្នុងរដូវនេះទាយកដែលចង់ធ្វើថ្ងៃណាមួយក៏បានឲ្យតែស្ថិតនៅក្នុងថ្ងៃទាំង29នេះហើយវត្តមួយធ្វើបានតែម្ដងប៉ុណ្ណោះទី2ផ្លែកដោយវត្ថុគឺសម្ពុតដែលក្រាលកឋិននោះបានតែស្បង់ជាពោឬក៏សង្ឃដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិសម្ពុតក្រៅពីនេះធ្វើពុំបានហើយសម្ពុតទាំង3មុខទៀតសោតក៏នឹងយកទាំងអស់ជាអង្គកឋិនក៏ពុំបានគឺបានតែមួយមុខបើទោះបីជាទេយកជាវរៈមួយត្រៃមានជាពោស្បង់សង្ឃដីជាសម្ពុតកឋិនមកវេប្រគេនក៏ភិក្ខុអ្នកក្រាលគ្រងលោករើសយកវត្ថុមួយមកធ្វើជាអង្គកឋិនគឺលោកចង់យកស្បង់ក៏បានជ័យពោក៏បានសង្ឃដីក៏បានស្រេចទៅលើបតីរបស់លោកឲ្យតែវត្ថុនោះត្រឹមត្រូវតាមវិន័យបញ្ញត្តិតែតាមធម្មតាលោកអ្នកក្រាលគ្រងច្រើនយកសង្ឃដីជាអង្គកឋិនដោយសារលោកយល់ថាបណ្ដាចៃវរៈមួយត្រៃមានសង្ឃដីធំជាងគេទី3ផ្លែកដោយអំពើគឺបុគ្គលអ្នកធ្វើក៏បីធ្វើឲ្យត្រូវតាមរបៀបតាមព្រះវិន័យទី4គឺផ្លែកដោយបដិគិហកៈគឺអ្នកដែលទទួលសម្ពុតកឋិនគឺបានតែភិក្ខុប៉ុណ្ណោះក្រៅពីភិក្ខុគឺពុំបានឡើយហើយភិក្ខុនោះសោតលុះតែបាននៅចាំវស្សាគ្រប់3ខែនៅក្នុងវត្តណាមួយទើបទទួលក្រាលគ្រងនិងអនុមោទនាកឋិននៅក្នុងវត្តនោះភិក្ខុដែលមិនបានចាំវស្សាឬក៏បានចាំវស្សាដែរតែធ្វើឲ្យដាច់វស្សាក៏ទទួលពុំបានដែរទី5គឺផ្លែកដោយអានិសង្សទាយកអ្នកធ្វើក៏បានអានិសង្សច្រើនភិក្ខុអ្នកទទួលក្រាលគ្រងនិងអនុមោទនាក៏បានអានិសង្ស5នៅក្នុងរវាង5ខែដោយមាននៅក្នុងវិន័យបៃដកភាគ8ត្រង់កឋិនខណ្ឌកៈថាទី1អនាមន្តចារោគឺត្រៃទៅកាន់ទីដតីដោយមិនបាច់លាភិក្ខុផងគ្នាដោយមិនមានទោសទី2អសមាទិនចារោត្រៃទៅកាន់ទីដតីដោយមិនចាំបាច់យកត្រៃចពោទៅគ្រប់ប្រដាប់ជាមួយបានទី3គណៈភោជនាំងគឺឆានគណៈភោជនបានឧទាហរណ៍ដូចជាភិក្ខុឃ្លានឆានអ្វីគឺអាចប្រាប់វិយវចៈឬក៏ញោមវត្តបានទី4យាវតតថចេវរាំងគឺភិក្ខុអាចទុកអន្តរិនជីវោបានតាមត្រូវការទី5យោចតតថចេវរូបាតោសោនេសੰភវិសតិជីវោដែលកើតឡើងក្នុងអាវាសនោះជីវោនោះនឹងមានដល់ភិក្ខុនោះ